នេះគឺជាឧបករណ៍សម្រាប់វាស់borehole ប្រភេទ borehole ហើយនេះmicromet នេះគេហៅថា vernier caliper អញ្ចឹងដើម្បីប្រើនាឡិកានេះបានយើងត្រូវមានឧបករណ៍ពីរនឹងមួយនេះជំនួយហើយនឹងមួយនេះទៀតអញ្ចឹងថ្ងៃនេះយើងមករៀនវាស់និងមើលនាឡិកាប្រភេទវាស់ borehole នេះហ្នឹងហើយក្នុងប្រអប់វាមាននាឡិកានឹងមួយវាមានប្រភេទក្បាលវាស់វាប្រវែងមានប្រវែង18រហូតដល់34ហើយមានប្រភេទវាស់សើវាហ្នឹង 0.5 ហើយនឹង1អញ្ចឹងទីហោថាក្បាលវាហ្នឹង18ប្រវែង18អញ្ចឹងយើងដាក់វាស់សើមួយនឹងទៀតទៅវាបាន19ហើយឧបករណ៍ជំនួយយើងមាន micrometer ហើយនឹង vernier caliper ហើយនេះយើងមកវាស់សាកល្បងជាមួយនឹងប្រភេទ lot spap នេះ lot spap វាស់រនវានេះខាងក្នុងវានេះ